វប្បធម៌បង្ខំឲ្យផឹកស៊ីផឹកស្រានៅក្នុងកម្មវិធីជួបជុំនៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងតែធ្វើឲ្យបុគ្គលិកចង់លាលែងពីការងារថ្មីនេះផងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូងគេបានបញ្ជាក់ថាវប្បធម៌បង្ខំឲ្យផឹកស្រាបង្ខំឲ្យផឹកស៊ីនៅក្នុងជំនួបកម្មវិធីក្រុមហ៊ុននឹងគឺជាឫសគល់នៃចំនួនរវាងមនុស្សពីរចំនួនផ្សេងគ្នាតែម្ដងបងប្អូនទាំងអស់គ្នាដែលមនុស្សចំនួនមុនក៏ចូលចិត្តនៅក្នុងការផឹកស៊ីជួបជុំគ្នាចំណែកឯមនុស្សចំនួនក្រោយ Gen Z ហ្នឹងគឺពួកគាត់អត់ចូលចិត្តនៅក្នុងការផឹកស៊ីដូចជាទម្លាប់ចាស់បង្ខំឲ្យផឹកស្រានៅក្នុងកម្មវិធីជួបជុំក្រុមហ៊ុននោះទេដោយយុវជនចំនួនថ្មីគឺ Gen Z ហ្នឹងពួកគេមិនចូលចិត្តនៅក្នុងការបង្ខំនៅក្នុងការផឹកគ្រឿងស្រវឹងហើយជាពិសេសគឺបដិសេធទៅលើទម្លាប់ចាស់ថែមទៀតផងដែលពួកគេផ្ដោតទៅលើការសន្សំសំចៃលុយការហាត់ប្រាណការលេងកីឡាការរត់ប្រណាំងអីជាដើមហ្នឹងដើម្បីសុខភាពរបស់ពួកគេសម្រាប់យុវជន Gen Z គឺពួកគាត់មានសម្ពាធខ្លាំងមែនទែននៅក្នុងការបង្ខំឲ្យផឹកស្រានៅក្នុងកម្មវិធីជួបជុំក្រុមហ៊ុនហ្នឹងគឺប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់គាត់ធ្ងន់ធ្ងរខ្លាំងមែនទែនដែលពួកគេមិនចូលចិត្តតតែសោះតែម្ដងហើយថែមទាំងចង់លាលែងឈប់ពីការងារថែមទៀតផងហើយបើយើងក៏រលេចមកមើលក្នុងប្រទេសកម្ពុជារបស់យើងវិញឃើញថាប្រហែលជាខុសគ្នាបន្តិចឯងបងប្អូនដោយសារតែយុវជនរបស់យើងហ្នឹងប្រហែលជាពួកគាត់ចូលចិត្តនៅក្នុងការផឹកស៊ីច្រើនជាងក្រុមហ៊ុនស្រាបៀរគឺគាត់ផ្គត់ផ្គង់សឹងតែមិនតាន់នោះទេប្រសិនបើពួកគាត់អាចកាត់បន្ថយនៅក្នុងការផឹកស្រានេះមិនមែនត្រឹមតែផ្លាស់ប្ដូរទៅលើផ្នត់គំនិតរបស់ខ្លួនឯងជួយទៅលើខ្លួនឯងនោះទេប៉ុន្តែវាបានជួយទៅលើសង្គមជាតិរបស់យើងថែមទៀតផងដោយដែលបងប្អូនឃើញស្រាប់ហើយថាថ្ងៃនេះវាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនខ្លាំងមែនទែនដោយសារតែពួកគាត់សេពគ្រឿងស្រវឹងផឹកស្រាអីហ្នឹងនៅពេលដែលពួកគាត់ចេញមកវិញពួកគាត់មិនមានស្មារតីគ្រប់គ្រាន់នៅក្នុងការបើកបរនោះទេដែលបណ្ដាលឲ្យពួកគាត់ងាយនឹងរងគ្រោះថ្នាក់ដោយយថាហេតុណាមួយអញ្ចឹងបងប្អូនមានមតិយោបល់បែបណាដែរកុំភ្លេច comment នៅខាងក្រោមផងជួបជាមួយនឹងខ្ញុំលីហួននៅវីដេអូបន្តទៀត